ចាសួស្តីបងប្អូនទាំងអស់គ្នាតានវិធីងាយស្រួយហើយឆ្ងាញ់បងប្អូនទាំងអស់គ្នាតយ៉ចាបងប្អូនតយ៉ហ្នឹងគឺជាងទិញសំបកតយ៉ពីផ្សារមកបងប្អូនហើយស្រួយឆ្ងាញ់តែម្ដងបងប្អូនចាគឺដើមក្បាលវីដេអូហ្នឹងគឺធ្វើឲ្យបងប្អូនមើលមុនចឹងទៅណាស្រួយឆ្ងាញ់ហើយណាមួយវាងាយបងប្អូនចាហើយណាមួយគឺដើមក្បាលវីដេអូអញ្ចឹងឲ្យបងប្អូនមើលទៅវាងាយស្រួលងាយជាងងាយអីទេហើយណាមួយគឺយើងអត់ប្រើចំណាយលុយច្រើនហើយយើងក៏អត់ប្រើសាច់ដែរបងប្អូនហើយកូនក្មេងទុយហ្នឹងគឺគាត់ចូលចិត្តញ៉ាំណាដោយសារយើងប្រើតាប្រភេទមើមចាប្រភេទមើមបន្លែយើងហ្នឹងណាបងប្អូនអញ្ចឹងងាយស្រួលមែនតើហើយនេះជៀនរួចរាល់ហើយមកបងប្អូនសាកទាំងអស់គ្នាចាថាស្រួយប៉ុណ្ណាស្រួយមែនតើណាបងប្អូនស្រួយឲ្យខ្ញោកហ្មងហើយឆ្ងាញ់រសជាតិវិញមកឆ្ងាញ់ហ្មងបងប្អូនចាហើយនេះខ្ញុំកាត់ឲ្យបងប្អូនមើលចាឆ្ងាញ់មែនតើតែមុខអ្នកភ្លក់នេះគឺបិទមកហើយចាធ្វើបដាបិទមកបដាដាំចាខ្ញុំប្រាប់ពីរបៀបធ្វើវិញម្ដងណាបងប្អូនចានេះយើងមានត្រាំម្ដុំមកយើងឈូសវាឲ្យស្អាតមកហើយចឹងទៅយើងត្រូវដាក់អំបិលចាអំបិលច្បាច់ពីបងប្អូនចាមិនថាយើងចិត្តត្រាវហ្នឹងយើងចិត្តវាទៅការពាក់ស្រោមដៃពួកអីត្រាវលមាស់បងប្អូនហើយបើបងប្អូនចង់ឆ្ងាញ់បងប្អូនយកត្រាវភ្នំឲ្យវាកមួតឲ្យឆ្ងាញ់តែម្ដងហើយយើងអត់ត្រូវការប្រើសាច់ប្រើអីទេរបៀបហ្នឹងងាយចាត្រាវ1មើមហ្នឹងប្រហែលជា 2-3 ពាន់ទេបងប្អូនចាបន្ទាប់ពីយើងច្បាច់វាឲ្យវាឡើងចេញពពុះប៉ុណ្ណឹងហើយយើងយកមកលាងចេញណាបងប្អូនចាអញ្ចឹងពេលលាងចេញពេលនេះគឺខ្ញុំត្រូវដោះស្រោមដៃយើងត្រូវការប្រើដៃបងប្អូនពួកអីយើងត្រូវការពុះវាអស់ទឹកបងប្អូនចាយើងលាងច្បាច់វាហើយយើងពុះវាអស់ទឹកយកទៅសាច់ត្រាវឯងចាដើម្បីកុំឲ្យពេលដែលយើងមូណែមមូតយ៉ទៅគឺវាអត់មានជីនជាតិទឹកណាហើយវិធីហ្នឹងងាយមែនតើបងប្អូនអញ្ចឹងយើងបានហើយយើងរោយរ៉ូឌីតាមបន្តិចមកបងប្អូនហើយនឹងស្ករបន្តិចតែនឹងម្រេចបន្តិចប៉ុណ្ណឹងមកចប់ហើយបងប្អូនអញ្ចឹងយើងទៅសុសត្រាវរបស់យើងហ្នឹងដើម្បីច្បល់ឲ្យវាចូលជាតិតែម្ដងណាចាហើយងាយតែបងប្អូនហើយឆ្ងាញ់តែម្ដងរសជាតិនិយាយទៅកូនក្មេងគាត់ចូលចិត្តចាកូនខ្ញុំវិញគឺមានប្រមាណអស់ប៉ុណ្ណឹងចាបន្ទាប់មកគឺសបកតយ៉ដែលយើងទិញពីផ្សារ1គីឡូដូចជា7000ទេបងប្អូនហើយយើងត្រូវការពងទាមួយយើងយកតែក្រហមទេណាពងទាចាប់ដល់មកយើងមូបត់វាដូចណែមកបងប្អូនហើយយើងដាក់កុំស្នូយើងកុំប្រើធំពេកកាលណាធំពេកវាធ្វើឲ្យតយ៉របស់យើងវាលហែកចាវាលហែកធ្វើឲ្យយើងបត់អត់ស្អាតទេអញ្ចឹងចាតនេះរៀងងាប់ទៀតណាបងប្អូនគឺឲ្យបងប្អូនមើលអញ្ចឹងណាចាចឹងវិធីវាងាយមែនតើបងប្អូនចាតអរគុណច្រើនវីដេអូហ្នឹងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយទៀត